ចាថ្ងៃនេះរៀបចំធ្វើទឹកខ្មេះចេកបងប្អូនចាបងប្អូនសល់ចេកអីកុំបោះចោលទោះបីចេកនឹងស្បកខ្មៅក៏ដោយសាច់វានៅល្អធ្វើហិតល្អទឹកខ្មេះចេកចាហ្នឹងហើយយើងធ្វើខ្លួនឯងទៅយើងគ្រាន់យកទៅធ្វើទឹកត្រីផ្អែមធ្វើអីញ៉ាំអញ្ចឹងវាស្និទ្ធមួយទៀតបើបងប្អូនយកទៅលាងបន្លែលាងសាច់លាងត្រីអីចឹងណាបងប្អូនតែរាល់ថ្ងៃហ្នឹងគឺខ្ញុំធ្វើពីរធឺមានទឹកខ្មេះប៉មមានទឹកខ្មេះចេកទឹកខ្មេះប៉មក៏យើងធ្វើខ្លួនឯងទៅក៏ល្អដែរណាមួយទឹកខ្មេះប៉មល្អវាថ្លៃផងហើយយើងធ្វើខ្លួនឯងទៅទឹកខ្មេះប៉មចាចេកនេះប្រហែល2ស្និតកន្លះបងប្អូនចាហើយខ្ញុំដាក់ស្ករត្នោតនេះ2ស្ព្រាបាយចាដាក់2ស្ព្រាបាយបងប្អូនហើយទៅយើងច្បល់វាបបែកវាមិនមែនច្បាច់អីម៉ត់ទេគ្រាន់ច្បាច់បបែកវាអញ្ចឹងណាឲ្យវាសព្វជាមួយស្ករអញ្ចឹងណាចាយើងច្បាច់វាអញ្ចឹងឲ្យបែកជាមួយស្ករអញ្ចឹងចាហើយទៅយើងចាក់ទឹកចូលទៅទឹកយើងហ្នឹងណាចាទឹកហ្នឹងចាក់ឲ្យបានកាចកែវអានេះដូចជា2ស្និតកន្លះនេះខ្ញុំប្រើទឹកកែវនេះកែវ5លីត្របងប្អូន5លីត្រទេចា5លីត្រអីទេភ្លេចទេគ្រាន់ថា2ស្និតកន្លះហ្នឹងខ្ញុំដាក់ទឹកឡើងកាចកែវហ្នឹងវាល់ទៅវា3លីត្រចាហើយទៅយើងកូរវាសព្វហើយយើងយកកណាត់គ្របពីលើដាក់កណាត់2ជាន់គ្របពីលើចងទុកទៅពេលណាយើងអាសាមើលណាពេលណាឡើងពពុះយើងយកវែកយកមកដួសអាពពុះនឹងចោលទៅមើលវាឡើងទៀតចេកហ្នឹងវាឡើងអណ្ដែតណាចាអណ្ដែតហ្នឹងវាឡើងពពុះអញ្ចឹងតែអានេះពពុះនេះអត់អីទេពពុះថ្មីនេះមិនបាច់ទៅដួសចេញអីទេចាហើយទៅយើងកូរយើងដួសពពុះចេញឲ្យស្អាតទៅ4-5ថ្ងៃអីឲ្យតែឃើញដួសចេញក្រោយមកក៏ចេកហ្នឹងវាចុះទៅក្រោមធ្លាក់ចុះទៅក្រោមវាចាប់ផ្ដើមមកឡើងមេចាអាមេវារបៀបដូចថលក្រាំងហ្នឹងអាហ្នឹងតិចច្រឡំផ្សិតអីអត់ទេណាមេវាហើយតែមានមេចឹងហើយយើងប្រើបានហើយខ្ញុំធ្វើរាល់ថ្ងៃនេះជូរអែមឈ្ងុយចេកបងប្អូនយើងយកទៅលាងបន្លែយើងយកទៅលាងត្រីលាងសាច់អីអូនិយាយពីត្រីដែងត្រីអីជាតិម្អិលហ្នឹងលាងទៅដាច់អស់ឡើងស្អាតបាច់ប្រើអីច្រើនទេចុះចេកសបោបងប្អូនចាហើយយើងចងចឹងទុកទៅហ្នឹងហើយហើយអាសាមើលលើកក្រោយចាប់ខ្ញុំជំរាបទៀតពេលវាឡើងមេពេលចេកនឹងធ្លាក់ចុះក្រោមឡើងមេបានសម្រាប់អានេះទឹកខ្មេះចេកធ្វើលើកមុននេះប្រើរាល់ថ្ងៃចាហើយនឹងមួយទៀតទឹកខ្មេះប៉មនេះល្អបងប្អូនទឹកខ្មេះប៉មចាធ្វើខ្លួនឯងទៅចាកុំចោលប៉មអីហ្នឹងចាអរគុណច្រើនហើយចាំតាមដានទៀតបងប្អូន